សប្តាហ៍នេះអ្នកបួសយើងនេះណាធ្វើឲ្យពុទ្ធសាសនាតន់ខ្សោយណានៅឃើញបង្ហោះតាមស្អីអីមានប្រពន្ធមានកូននេះណាពេញទឹកពេញដីនេះអានឹងបន្តបន្ទាបសាសនាឬថាអាខ្លះនឹងមានកូនមួយទៅមិនដឹងថាសង្សារអ្នកបួសទៀតហ្នឹងឃើញគេបង្ហោះនេះអាចង្រៃសាសនាកាន់តែច្រើនណាស់យូរទៅបរិស័ទគេអត់ជ្រះថ្លាហើយនេះបំផ្លាញសាសនានេះអានេះខ្ញុំណាប្រាប់មួយរីសងៃមានអាសង្គម Facebook គេបោះរឿងអីបន្តិចគេបង្ហោះឲ្យឃើញទាំងអស់ខ្ញុំណាខ្មាស់គេអ្នកបួសដូចតែគេដែរខ្មាស់គេមកកណានៅក្មេងណាសើអីអត់នៅទេណាខ្មាស់គេណាក៏មើលប្រទេសបដាចឹងបើសងៃបើអស់ច្រកចាស់ថាសើមិនដឹងទៅរស់ស៊ីអីសើទៅរស់ស៊ីអីរស់ចាស់តែកណាដែរបើជាធ្វើមុខឆ្កែស្រែជើងរើសងំនៅគេទៅណាបើសម្រាប់លោកក្មេងៗបើលោកមានសេចក្តីអៀនក្បាលលោកសឹកចេញអបត់ពីលោកសង្ឃមកបថោទៀមណានេះអ្នកបួសយើងសប្តាហ៍នេះបំភ្លេចបំផ្លាញសាសនាឲ្យបរិស័ទគេឈប់ជ្រះថ្លានឹងពុទ្ធសាសនាហ្នឹងមានគឺណាគឺខ្លួនឯងឲ្យអ្នកបំផ្លាញហ្នឹងនេះខ្ញុំណាសំប្រគិនព័ត៌មានអញ្ចឹងហើយមានអ្នកប្រព្រឹត្តទ្រុសិលហើយទៅពឹងអ្នកធំឲ្យជួយការពារខ្លួនទៀតហ្នឹងរកទីពឹងទៀតមានច្រើនបើឡើងនិយាយប៉ុណ្ណាយ៉ាងនិយាយពីអាណាព្យាបាលមេវត្តចៅអធិការប្រធេរានុធេរៈជាមេវត្តគ្រប់គ្រងព្រះសង្ឃហ្នឹងធ្វើម៉េចឲ្យព្រះសង្ឃដែលមកស្នាក់នៅជាមួយខ្លួននឹងបានសិក្សារៀនសូត្រមើលដាស់តឿនលោកឲ្យបានញឹកញយដោយលោកវត្តស្វាយល្មៀតចឹងកុំលេងចោលនៅក៏នៅតែអញក៏មិនរវល់មិនអើពើឲ្យរៀនក៏ដោយមិនរៀនក៏ដោយធ្វើចឹងអត់កើតទេអាហ្នឹងបាទនេះតែយើងបួសនោះបំផ្លិចបំផ្លាញសាសនាហើយហើយម្យ៉ាងទៀតសំលោកអាចារ្យគណៈកម្មការគ្រប់វត្តទាំងអស់បាសកបាសិកាដែលអញ្ជើញមកប្រជុំក្នុងថ្ងៃនេះពីព្រោះក្នុងពុទ្ធសាសនាហ្នឹងប្រពន្ធលោកថាពួកបព្វជិតនឹងក៏អាស្រ័យគ្នាចិត្តស្និទ្ធព្រមព្រៀងគ្នាអញ្ចឹងបើមិនមែនរស់បានតែលោកសង្ឃម្នាក់ឯងទេត្រូវក្រហើនឹងបព្វជិតព្រមព្រៀងគ្នាជួយលើកពុទ្ធសាសនាហើយបើលោកអាចារ្យគណៈកម្មការមិនទទួលខុសត្រូវក្នុងវត្តមេវត្តចៅអធិការវត្តក៏ទៅមិនរួចបើទៅព្រមព្រៀងគ្នាទាំងអស់ជួយជ្រោមជ្រែង